ធម្មទានប្រព្រឹត្តទៅដើម្បីសេចក្តីសុខស្ងប់និងដើម្បីរួចផុតចាកទុក្ខនៃសពសត្វប៉ុន្តែមានគំនិតងងខ្លៅនៃបុគ្គលខ្លះគិតថាជាការដឹកនាំឲ្យអ្នកស្ដាប់គិតតែពីខ្លួនឯងតាមពិតធម្មទាននឹងឯងដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ស្រោចស្រង់សត្វលោកឲ្យបានចេះដឹងរួចពីអវិជ្ជាក៏ដូចជាការចាយអំណោយឲ្យដល់អ្នកស្រែកឃ្លានដល់អ្នកទទួលទាននោះបានបរិភោគបំបត្តិការស្រែកឃ្លានតើត្រូវចោទប្រកាន់ថានាំគ្នាគិតតែពីខ្លួនឯងអញ្ចឹងឬយ៉ាងណាមិញធម្មទានបើមិនប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខទេតើជាព្រះធម្មរតនៈយ៉ាងដូចម្តេចទៅដូច្នេះទើបមិនត្រូវយល់ថាការបដិបត្តិដើម្បីរួចផុតចាកទុក្ខក្នុងព្រះពុទ្ធសាសនានេះគឺជាការគិតតែពីខ្លួនឯងដែលគួរឲ្យតែដៀលនោះឡើយនៅខាងចុងធម្មទវៈព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាមនីភិក្ខុកាលបើភិក្ខុមិនទាន់ដល់នៅការអស់អាសវៈទេកុំអាលទុកចិត្តដោយគុណត្រឹមតែសិលនឹងវត្តឬដោយភាពជាអ្នកចេះដឹងច្រើនឡើយមួយទៀតដោយការបានសមាធិឬដោយការដេកក្នុងទីស្ងាត់ឬក៏ដោយគុណមានប្រមាណប៉ុណ្ណេះថាអាត្មាអញពលត្រូវនៃខមសុខដែលពុទ្ធជនមិនធ្លាប់បានសែបដូច្នោះឡើយ